บសួរនាងខ្ញុំឈ្មោះវ៉ាន់ថាលីណាជាអតីតសិស្សមកពីវិទ្យាល័យភ្នំធំដែលបច្ចុប្បន្ននាងខ្ញុំជានិស្សិតជំនាញគណនេយ្យនៅសាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យនៅឱកាសនៃការប្រឡងសញ្ញាបត្រមជ្ឈមសិក្សាទុតិយភូមិដែលប្រព្រឹត្តទៅនៅថ្ងៃទី10ខែសីហាឆ្នាំ2026ខាងមុខនេះនាងខ្ញុំសូមចែករំលែកនៅបទពិសោធន៍និងវិធីសាស្ត្រល្អៗដល់បងប្អូនក្នុងការត្រៀមខ្លួនដែលមានដូចជាទី1ការតាំងចិត្តគាត់ថាការប្រឡងបាក់ដុំមិនមែនជាទីបញ្ចប់នៃការសិក្សាក៏ពិតមែនប៉ុន្តែវាគឺជាស្ពានដែលនាំបងប្អូនឆ្ពោះទៅរកគោលដៅនៅថ្នាក់ដំសិក្សាដូច្នេះចូលបងប្អូនតាំងចិត្តឲ្យបានខ្ពស់ព្រោះរាល់ការខិតខំប្រឹងប្រែងរបស់បងប្អូននឹងផ្ដល់ជាលទ្ធផលជាទីគប់ប្រសើរដល់បងប្អូននៅថ្ងៃអនាគតទី2កលឹកត្រៀមខ្លួនចុងក្រោយមានដូចជារៀបចំកាលវិភាគរំលឹកមេរៀនវាគឺជាឱកាសចុងក្រោយដែលបងប្អូនអាចរំលឹកមេរៀនដែលត្រូវផ្ដោតសំខាន់ទៅលើចំណុចឬគន្លឹះដែលលោកគ្រូបានណែនាំឬក៏បោះត្រឡប់ទៅមើលលំហាត់ឬក៏សំណួរដែលបងប្អូនគិតថាភ្លេចមួយទៀតគឺធ្វើលំហាត់ឲ្យបានច្រើនtừថ្នាក់វិទ្យាសាស្ត្រពិតនិងថ្នាក់វិទ្យាសាស្ត្រសង្គមគួរតែធ្វើលំហាត់ឲ្យបានច្រើនព្រោះដើម្បីឲ្យចងចាំរូបមន្តវិធីដោះស្រាយងាយស្រួលក្នុងការប្រឡងយើងអាចរកនឹកឃើញវិធីដោះស្រាយបានឆាប់រហ័សដែលសំខាន់មួយទៀតនោះគឺសុខភាពគឺយើងត្រូវថែរក្សាសុខភាពឲ្យបានល្អផឹកទឹកនិងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់គេឲ្យបានគ្រប់គ្រាន់ព្រោះខួរក្បាលត្រូវការការសម្រាកដើម្បីកត់វិភាគបានល្អនិងចងចាំសម្រាប់សម្ភារៈសម្រាប់យើងយកទៅប្រឡងមានដូចជាប៊ិចបន្ទាត់ខ្មៅដៃបានសង្កលខ្លួនយើងត្រូវរៀបចំទុកដាក់ឲ្យបានរួចរាល់យ៉ាងហោចណាស់ក៏3ថ្ងៃមុនការប្រឡងទី3ទំនុកចិត្តក្នុងបន្ទប់ប្រឡងមិនថាយើងឬកេនៅពេលដែលដើរចូលទៅក្នុងបន្ទប់ប្រឡងច្បាស់ជាមានអារម្មណ៍ថាភ័យដូច្នេះមុនដំបូងយើងគួរតែសម្រួលអារម្មណ៍ដើរចូលដោយស្នាមញញឹមនិងទំនុកចិត្តនៅពេលដែលយើងទទួលបានវិញ្ញាសាយើងគួរតែយកចិត្តទុកដាក់អានឲ្យបានម៉ត់ចត់ជាមុនសិនមុននឹងធ្វើហើយការធ្វើនឹងផុតដែរយើងត្រូវមើលសំណួរលំហាត់ណាដែលគិតថាងាយយើងត្រូវធ្វើមុនចំណែកឯលំហាត់ដែលយើងគិតថាពិបាកយើងត្រូវធ្វើវាតាមក្រោយម្យ៉ាងទៀតបងប្អូនគួរតែព្យាយាមធ្វើវិញ្ញាសានោះឲ្យអស់ពីលទ្ធភាពនិងសមត្ថភាពផ្ទាល់ខ្លួនព្រោះវាគឺជាគុណតម្លៃដែលយើងបានខិតខំប្រឹងប្រែងកន្លងមកជាចុងក្រោយសូមជូនពរដល់សិស្សទាំងអស់គ្នាទទួលបានសុខភាពល្អស្មារតីមុតមមជោគជ័យក្នុងការប្រឡងនិងទទួលបាននិទ្ទេសល្អគ្រប់គ្នាដើម្បីជាមោទនភាពរបស់លោកគ្រូនិងក្រុមគ្រួសារសូមអរគុណនិងជម្រាបលា